ខ្ញុំឈ្មោះរមនីខ្ញុំកើតនៅប្រទេសកម្ពុជាទឹកដីនៃស្នាមញញឹមនៃវប្បធម៌អរិយធម៌ដ៏រុងរឿងថ្មីបើខ្ញុំបានចាក់ចេញពីប្រទេសកម្ពុជាមករស់នៅក្នុងប្រទេសស្វីសជាយូរមកហើយក្តីប៉ុន្តែទឹកចិត្តនិងបេះដូងខ្ញុំមិនដែលបានចាក់ចេញពីកម្ពុជាឡើយកម្ពុជាទទួលរងនៅសង្គ្រាមនិងការឈ្លានពានច្រើនដងណាស់មកហើយប៉ុន្តែនៅពេលសង្គ្រាមចាប់ផ្ដើមសារជាថ្មីនៅឆ្នាំ2025ខ្ញុំមិនអាចនៅស្ងៀមបានឡើយនេះជាមូលហេតុដែលខ្ញុំបង្កើតខ្សែវីដេអូនេះឡើងដើម្បីនាំយកការពិតទៅកាន់ពិភពលោកពីការឈ្លានពានរបស់សៀមមកលើកម្ពុជាជំនួសមនុស្សដែលបានបាត់បង់ជីវិតនិងជំនួសមនុស្សដែលកំពុងរងចាំឲ្យគេឮសំឡេងរបស់ខ្លួន